សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះខ្ញុំបានចូលព្រៃដើម្បីមករកឱសថបុរាណខ្មែរយកទៅផ្សំថ្នាំព្យាបាលទឹកនោមផ្អែមនិងថ្នាំគ្រោះកលៀនព្រមទាំងថ្នាំព្យាបាលជំងឺឆ្អឹងឆ្អែងជាដើមឥឡូវយើងចូលព្រៃថ្ងៃនេះជួបពិសេសគឺដើមនេះគេហៅថាដើមភ្លីងភ្លាំងបងប្អូនអ្នកនៅតាមស្រុកជនបទអីជាពិសេសប្រហែលជាស្គាល់ដើមភ្លីងភ្លាំងហើយចូលរដូវនេះដើមភ្លីងភ្លាំងគឺវាចាប់ផ្ដើមមានផ្កាមានផ្លែរបស់វាគឺយើងអាចហូបបានសម្រាប់ផ្លែភ្លីងភ្លាំងនេះគឺយើងអាចហូបបានវាមានរសជាតិផ្អែមល្វីងតិចតិចអត្ថប្រយោជន៍នៃដើមភ្លីងភ្លាំងនេះគឺយើងប្រើប្រាស់បានតាំងពីឫសរហូតដល់ផ្លែយើងអាចផ្សំលក្ខណៈខុសគ្នាស្លឹកក៏យកទៅប្រើប្រាស់បានដើមក៏យកទៅប្រើប្រាស់បានជាប្រភេទថ្នាំសម្រាប់ព្យាបាលជំងឺខាងឆ្អឹងឆ្អែងឈឺសន្លាក់ដៃជើងជាដើមអញ្ចឹងមានអត្ថប្រយោជន៍ហើយជាពិសេសថ្នាំនេះផ្សំជាមួយនឹងទង់សដែលខ្ញុំថតមិញនេះយើងផ្សំជាមួយនឹងទង់សជាប្រភេទថ្នាំបញ្ចុះជាតិស្ករទឹកនោមផ្អែមឈឺសន្លាក់ដៃជើងគ្រោះតម្រងនោមអីឬដូងបាតក៏ត្រូវដែរនេះដែលខ្ញុំធ្លាប់ប្រើមកណាគេហៅថាដើមភ្លីងភ្លាំងគឺពូកែណាឯផ្កាវាបងប្អូនអាចបេះវាយកទៅហាលឲ្យក្រៀមដើម្បីយើងដាក់ហូបជាតែជាមួយនឹងស្ករយើងតិចតួចនេះក៏បានដែរបើសិនជាបងប្អូនណាហូបល្វីងអត់បានណាអាចដាក់ស្ករដូចយើងលក្ខណៈយើងហូបជាតែក៏បានបាទពិសេសអញ្ចឹងនេះគេហៅថាដើមភ្លីងភ្លាំងអត្ថប្រយោជន៍សម្រាប់ការប្រើប្រាស់ព្យាបាលជំងឺឱសថបុរាណខ្មែរយើង